ជើជ្រុំមិនឆ្ងាយពីគុលឲ្យខ្លាកូនតោគ្រីស្ទីណូជេអកំពុងធ្វើឲ្យឪពុករបស់គេមានមោទនភាពមិនខុសពីឪពុករបស់គេនោះទេគ្រីស្ទីណូរ៉ូណាល់ដូជូនីជាកូនប្រុសសំណប់ចិត្តរបស់កម្ពុជាកីឡាករបាល់ទាត់ប៉ូទុយហ្គាល់បានសុទ្ធបញ្ចូលទីក្រុមដំបូងរបស់គេក្នុងកម្រិតអន្តរជាតិសម្រាប់ក្រុមអាយុក្រោម15ឆ្នាំរបស់ក្រុមជម្រើសជាតិប៉ូទុយហ្គាល់ទល់នឹងក្រូអាតក្នុងការប្រកួតអន្តរជាតិពានរង្វាន់ Vlatko Markovic ហើយបានអបអរដោយការចម្លងស្ទាយរបស់ឪពុកដោយបញ្ចប់លទ្ធផលប៉ូទុយហ្គាល់យកឈ្នះក្រូអាត3-2 សមិទ្ធផលដ៏អស្ចារ្យនេះបានធ្វើឲ្យគ្រីស្ទីណូរ៉ូណាល់ដូ JR ដែលមានអាយុត្រឹមតែ14ឆ្នាំកាន់តែទទួលបាននូវប្រជាប្រិយភាពនៅសមត្ថភាពធម្មជាតិនិងបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលរូបគេចាប់តាំងពីការកោះហៅលើកដំបូងឲ្យចូលក្រុមជម្រើសជាតិប៉ូទុយហ្គាល់អ៊ុយ15កាលពីមួយសប្តាហ៍មុនជាមួយគ្នានេះឪពុករបស់គេគ្រីស្ទីណូរ៉ូណាល់ដូបាននិយាយនឹងបង្ហោះជាសាធារណៈពីកូនរបស់ខ្លួនដោយបានលើកឡើងថាមានមោទនភាពណាស់ចំពោះអ្នកការបង្ហោះនេះត្រូវបានអបអរដោយរូបភាពជាច្រើនរបស់កូនប្រុសរបស់ខ្លួនដែលពាក់អាវលេខ7ផងដែរដែលបុរសវ័យ40ឆ្នាំរូបនេះបានធ្វើឲ្យល្បីល្បាញពេញបណ្ដាញសង្គមទោះបីជាមានគម្លាតអាយុខុសគ្នា26ឆ្នាំរវាងឪពុកនិងកូនប្រុសក៏ដោយរ៉ូណាល់ដូធ្លាប់បាននិយាយអំពីមហិច្ឆតារបស់គាត់ក្នុងការលេងជាមួយនឹងកូនប្រុសរបស់គាត់ឲ្យបាននៅថ្ងៃណាមួយតែទោះជាយ៉ាងណាក៏ដោយកីឡាករចាស់វស្សានៅតែដឹងយ៉ាងច្បាស់ថាក្តីសុបិនវាហាក់នៅឆ្ងាយបន្តិចខ្សែប្រយុទ្ធក្លឹបអាណាសឺបានបន្ថែមទៀតថាឱកាសនៅក្នុងដៃគាត់ច្រើនជាងខ្ញុំពេលវេលាកំពុងតែបន្តទៅមុខយ៉ាងលឿនហើយថ្ងៃណាមួយខ្ញុំនឹងត្រូវទុកវាចោលអ្វីដែលសំខាន់នឹងមានពេលមួយដែលវាមិនអាចទៅរួចនោះទេមិនត្រឹមតែផ្លូវកាយប៉ុណ្ណោះទេថែមទាំងផ្លូវចិត្តទៀតផង